សូម follow យើងខ្ញុំតាមប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram New Hope TikTok New Hope International Church Channel YouTube New Hope English Facebook Varun Lao Praset or New Hope International Church ខ្ញុំពិតជាចង់ឲ្យលោកអ្នកបានស្ដាប់នៅអ្វីដែលព្រះមានបន្ទូលទៅកាន់លោកអ្នកនៅក្នុងស្ដីបង្រៀននេះដោយយកចិត្តទុកដាក់ហើយខ្ញុំជឿថាព្រះវិញ្ញាណបរិសុទ្ធនឹងបើកសម្ដែងពន្លឺឋានសួគ៌ទៅកាន់លោកអ្នកជួបគ្នាក្នុងស្ដីបង្រៀនតោះយើងអធិដ្ឋានហើយសូមព្រះឲ្យទ្រង់មានបន្ទូលមកកាន់យើងនៅព្រឹកនេះព្រះបិតាយើងខ្ញុំចង់ឮពីព្រះអង្គអរព្រះគុណដែលទ្រង់ប្រទានព្រះបន្ទូលមកយើងខ្ញុំគោលការណ៍ក្នុងព្រះគម្ពីរហើយយើងចង់ឲ្យជំនឿរបស់យើងភ្ជាប់ជាមួយព្រះបន្ទូលយើងចង់ធ្វើជាអ្នកធ្វើតាមព្រះបន្ទូលហើយចង់ទទួលបទពិសោធន៍ប្រជាស្ដារនៃព្រះបន្ទូលផងដែរព្រះម្ចាស់អរព្រះគុណព្រះអង្គក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនឈុតនៃសេចក្តីបង្រៀននេះឈ្មោះថាវិសេសជាងអ្នកមានជ័យជំនះតែខ្ញុំនឹងនិយាយអំពីប្រធានបទនេះប្រហែលជា4ទៅ5ដងជាប្រធានបទមួយធំនៅក្នុងជីវិតមនុស្សប្រធានបទអំពីការប្រកាន់ខឹងខ្ញុំនឹងពន្យល់ឲ្យល្អិតល្អន់តើយើងដោះស្រាយការប្រកាន់ខឹងយ៉ាងដូចម្តេចខ្ញុំសូមអានបទគម្ពីរជាមុនហើយពន្យល់ទៅកាន់លោកអ្នកខ្ញុំចង់បង្រៀនឲ្យបានពិស្ដារអេសាយ61ខ1ដល់ខ4ព្រះវិញ្ញាណនៃព្រះយេហូវ៉ាទ្រង់សន្ធិដ្ឋលើខ្ញុំពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំនឹងគឺព្រះយេស៊ូវព្រះប្រទានប្រេងតាំងដល់ព្រះយេស៊ូវដោយព្រះវិញ្ញាណបរិសុទ្ធឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រទ្រង់បានចាត់ខ្ញុំឲ្យមកដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេងនិងប្រកាសពីសេចក្តីប្រោសលោះដល់ពួកឆ្លើយហើយពីការដោះលែងពួកអ្នកដែលជាប់ចំណងព្រមទាំងប្រកាសពីឆ្នាំដែលព្រះយេហូវ៉ាទ្រង់សពព្រះハរតីនេះហើយជាអ្វីដែលព្រះយេស៊ូវធ្វើនៅក្នុងយើងហើយតាមរយៈយើងទៅកាន់អ្នកដទៃផងដែរដោយព្រះវិញ្ញាណរបស់ព្រះអង្គនិងពីថ្ងៃដែលព្រះនៃយើងខ្ញុំនឹងសងសឹកផងហើយឲ្យកំសាន្តចិត្តនៃអស់អ្នកណាដែលសោយសោកដល់ប្រជារាស្ត្រព្រះអង្គសពថ្ងៃទ្រង់នឹងចែកឲ្យពួកអ្នកដែលសោយសោកនៅទីក្រុងស៊ីយ៉ូនបានភួងលំអជំនួសផេះព្រះអង្គដោះដូរគឺព្រះអង្គទទួលផេះរបស់យើងហើយប្រទានឲ្យយើងនៅភួងលំអហើយប្រេងនៃសេចក្តីអំណរជំនួសសេចក្តីសោកសៅព្រះជាម្ចាស់នៃយើងជាព្រះដែលដោះដូរព្រមទាំងពាក់អាវនៃសេចក្តីសរសើរជំនួសទុក្ខធ្ងន់ដើម្បីឲ្យគេបានហៅថាគឺជាដើមដែលព្រះយេហូវ៉ាបានដាំព្រះប្រទានឲ្យយើងមានជីវិតថ្មីហើយយើងរស់នៅជាជីវិតសុចរិតដើម្បីឲ្យគេនឹងមានន័យថាពួកយើងគឺនឹងបានដូចជាដើមឈើដែលព្រះយេហូវ៉ាបានដាំគឺចាក់ឫសនៅក្នុងព្រះយេស៊ូវគ្រីស្ទដែលមានន័យថាជាមួយក្រុមជំនុំដែលជាព្រះកាយព្រះអង្គគេនឹងសង់ឡើងវិញសូមគ្រប់គ្នាប្រកាសថាសង់ឡើងវិញនឹងអ្វីដែលបានខូចទៅសូមឲ្យគ្រប់គ្នាថាស្ដារឡើងវិញគឺជួសជុលអស់ទាំងទីក្រុងដែលខូចបង់ហើយអស់ទាំងទីកន្លែងដែលចោតស្ងាត់គឺជាទីកន្លែងដែលខូចបង់អស់រយៈពេលយូរមកហើយព្រះជាម្ចាស់នៃយើងជាព្រះដែលសង់ឡើងវិញជួសជុលឡើងវិញស្ដារឡើងវិញហើយក្រោយពីព្រះយាងមកក្នុងជីវិតយើងព្រះអង្គបានប្រើយើងឲ្យធ្វើការដូចគ្នាយើងនឹងជួយមនុស្សឲ្យជួសជុលតាមរយៈព្រះយេស៊ូវស្ដារទីកន្លែងដែលខូចបង់ឡើងវិញព្រះនៃយើងជាព្រះនៃការស្ដារឡើងវិញនិងសង់ឡើងវិញខ្ញុំសូមអានបទគម្ពីរមួយទៀតដើម្បីបង្ហាញលោកអ្នកដើម្បីឲ្យយើងបានស្ដារឡើងហើយព្រះអាចប្រើយើងដើម្បីជួយមនុស្សឲ្យបានស្ដារឡើងវិញហើយឲ្យបានសង់ឡើងវិញអេសេគៀលជំពូក36ខ33ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូចនេះថានៅថ្ងៃដែលអញជំរះឯងរាល់គ្នាព្រះទ្រង់សម្អាតយើងពីអស់ទាំងអំពើទុច្ចរិតរបស់ឯងចេញព្រះអង្គសម្អាតយើងពីអស់ទាំងអំពើបាបដោយព្រះលិខិតព្រះយេស៊ូវអញនឹងឲ្យអស់ទាំងទីក្រុងរបស់ឯងមានមនុស្សអាស្រ័យនៅវិញហើយឲ្យអស់ទាំងទីខូចបង់បានសង់ឡើងព្រះទ្រង់ស្ដារយើងសង្គ្រោះយើងហើយព្រះអាចប្រើយើងដើម្បីស្ដារនិងសង់ជីវិតអ្នកដទៃឡើងវិញខ្ញុំមិនដឹងអំពីលោកអ្នកទេហើយខ្ញុំមានជីវិតតែមួយប៉ុណ្ណោះខ្ញុំមិនចង់រស់នៅជាជីវិតដែលបំផ្លាញមនុស្សទេបណ្ដាលបញ្ហាដល់មនុស្សធ្វើឲ្យមនុស្សលែងលះគ្នាឬឲ្យមនុស្សបរាជ័យទេខ្ញុំចង់ទៅទីណាក៏ដោយចង់សង់មនុស្សចង់ស្ដារមនុស្សជួយឲ្យគេស្ដារជីវិតរបស់គេឡើងវិញខ្ញុំចង់ធ្វើជាប្រពរដល់ប្រជាជាតិហើយព្រះអាចប្រើលោកអ្នកដូចគ្នានេះដែរព្រោះយើងមានព្រះយេស៊ូវដូចគ្នានៅក្នុងយើងអេសាយ49ខ8ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូចនេះថាដល់វេលាដែលគប់ចិត្តអញនោះអញនឹងឆ្លើយដល់ឯង
ហើយនៅថ្ងៃសម្រាប់សង្គ្រោះនោះអញនឹងជួយឯងខ្ញុំឃើញថ្ងៃដែលព្រះម្ចាស់ទ្រង់ក៏ប្រតិពេលដែលទ្រង់ប្រោះក្បាលជង្គង់ខ្ញុំកាលពីថ្ងៃច័ន្ទមុនគឺថ្ងៃនៃការសង្គ្រោះទ្រង់ប្រោះខ្ញុំទ្រង់ថាអញនឹងជួយឯងអញនឹងទំនុកបំរុងឯងហើយតាំងឯងឡើងទុកជាស្ដីសញ្ញាដល់បណ្ដាជនប្រយោជន៍នឹងរៀបចំផែនដីឡើងហើយឲ្យគេបានគ្រងទីដែលចោលស្ងាត់ទុកជាមរតកព្រះមានបន្ទូលម្ដងហើយម្ដងទៀតនៅក្នុងបទគម្ពីរសញ្ញាចាស់ថាព្រះទ្រង់ស្ដារយើងហើយទ្រង់នឹងប្រើយើងឲ្យចេញទៅដើម្បីស្ដារឡើងវិញសង់ឡើងវិញហើយជួយមនុស្សជុំវិញយើងហើយឲ្យព្រះទ្រង់ប្រើយើងតែផ្ទុយមកវិញជាអ្វីសេចក្តីអន្តរាយយើងមិនចង់ឲ្យអរិយប្រើយើងដើម្បីនឹងនាំការអន្តរាយទេនិងសេចក្តីពុករលួយដល់មនុស្សឡើយព្រះយេស៊ូវគ្រីស្ទជាព្រះនៃយើងប្រទានសេរីភាពដល់យើងឲ្យចេញទៅជួយដល់អ្នកដទៃទ្រង់ស្ដារយើងដោះយើងឲ្យរួចយ៉ូហានចំពុក8ខ31ដល់ខ36ព្រះយេស៊ូវមានប្រៀបបន្ទូលទៅពួកសាសយូដាដែលជឿដល់ព្រះអង្គថាប្រសិនបើអ្នករាល់គ្នានៅជាប់នឹងពាក្យរបស់ខ្ញុំលោកអ្នកឃើញហើយគោលការណ៍ដ៏សំខាន់ក្នុងព្រះគម្ពីរអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែនតែលោកអ្នកអាចហៅខ្លួនឯងថាជាសិស្សរបស់ព្រះយេស៊ូវបានទេតើលោកអ្នកជាសិស្សពិតឬទេខ្ញុំអត់ឮសូរអាមែនសោះវ៉ាវក្រុមជំនុំអីនេះតើជាក្រុមជំនុំគ្រីស្ទបរិស័ទឬក៏អ្វីតើលោកអ្នកជាសិស្សទេអូខេអូលោកអ្នកហាក់ដូចជាមិនប្រកាសក្នុងចិត្តខ្ញុំនឹងថា yes ខ្ញុំជាសិស្សរបស់ព្រះយេស៊ូវហើយអ្នករាល់គ្នានឹងស្គាល់សេចក្តីពិតហើយសេចក្តីពិតនឹងដោះអ្នករាល់គ្នាឲ្យរួចគេទូលឆ្លើយថាយើងរាល់គ្នាជាពូជលោកអាប់រ៉ាហាំមិនដែលធ្វើជាបាបបំរើរបស់អ្នកណាទេម្ដេចក៏អ្នកថាអ្នករាល់គ្នានឹងបានរួចដូច្នេះព្រះយេស៊ូវមានបន្ទូលថាប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាអ្នកណាដែលប្រព្រឹត្តអំពើបាបគេជាបាបបំរើរបស់អំពើបាបហើយមុនពេលគេទទួលព្រះអង្គខ្ញុំជាទេសកលរបស់កំហឹងចិត្តឆេវឆាវស្រឡាញ់លុយអំនួតអាត្មានិយមអេរិយាបថអាក្រក់ខ្ញុំជាមនុស្សបាបម្នាក់ដ៏អាក្រក់ហើយព្រះយេស៊ូវដោះខ្ញុំឲ្យរួចពីការអស់ទាំងនោះអរគុណព្រះយេស៊ូវព្រះយេស៊ូវតបទៅគេថាអ្នកណាដែលប្រព្រឹត្តអំពើបាបគេជាបាបបំរើរបស់អំពើបាបហើយបាបបំរើគេមិននៅជាប់ក្នុងផ្ទះរហូតទេតែកូនវិញនៅជាប់រហូតមានន័យថានៅឋានសួគ៌ជារៀងរហូតដូច្នេះបើព្រះបុត្រារំដោះអ្នករាល់គ្នាឲ្យបានរួចនោះអ្នករាល់គ្នានឹងបានរួចមែនព្រះចង់ដោះយើងឲ្យរួចខ្ញុំស្ដាប់ទីបន្ទាល់របស់បរិសុទ្ធអាមេរិកម្នាក់នៅមីនីសូតាដែលអាឡិចបាននិយាយពិតជាប៉ះពាល់ចិត្តមែនទែនគាត់ជួបខ្ញុំដំបូងពី5ឆ្នាំមុនហើយគាត់ពិតជានិយាយទាស់ប្រឆាំងនឹងខ្ញុំមែនទែនអូម្នាក់នេះជាគ្រូកងវិលមកពីប្រទេសថៃស្ដីបង្រៀនរបស់គាត់ខុសពីក្រុមជំនុំអាមេរិកហើយគាត់ចាប់ផ្ដើមស្ដាប់ស្ដីបង្រៀនរបស់ខ្ញុំហើយចាប់ផ្ដើមចូលមកក្នុងកម្មវិធី Revival ហើយជាម្ដងឬ2ដងក្នុងមួយឆ្នាំហើយគាត់ចាប់ផ្ដើមដឹងថាទោះជាគាត់ជាគ្រីស្ទបរិស័ទតាំងតែពីគាត់អាយុ7ឆ្នាំមកក៏ដោយហើយបណ្ដាឆ្នាំកន្លងទៅគាត់ទៅព្រះវិហារអាមេរិកតែគាត់នៅតែជាប់ចំណងដ៏ធំចំនួន3ទី1ជាប់គ្រឿងស្រវឹងទី2ចិត្តឆេវឆាវប្រពន្ធគាត់វេទនាខ្លាំងមែនទែនព្រោះគាត់ស្រែកកំហុកកំហែងដាក់ប្រពន្ធនៅផ្ទះគាត់រហ័សនឹងខឹងមែនទែនហើយទី3គាត់មានជំងឺសន្លាក់រ៉ាំរ៉ៃគឺគាត់រលាកសន្លាក់រ៉ាំរ៉ៃហើយថ្ងៃមួយប្រហែលជានៅដើមឆ្នាំនេះព្រះមានបន្ទូលទៅគាត់ព្រះយេស៊ូវនឹងដោះអ្នកឲ្យរួចពីគ្រប់បញ្ហាទាំងនេះតែព្រះយេស៊ូវនឹងប្រើលោកគ្រូវ៉ារុនឲ្យដេញអរិយចេញពីអ្នកចឹងគាត់ទៅ California ទៅ Los Angeles ដើម្បីចូលរួមប្រជុំ Revival នៅទីនោះគាត់អង្គុយស្ដាប់ហើយគាត់មិនដឹងថាគាត់នឹងដេញអរិយចេញពីគាត់ឬក៏អត់ទេក្នុងពេលប្រជុំនោះតែរំពេចនោះលោកគ្រូឡាវប្រកាសថាថ្ងៃនេះនឹងអធិដ្ឋានដេញអរិយចឹងខ្ញុំដាក់ដៃលើគាត់អរិយចេញពីគាត់ដឹងហើយអរិយចុងក្រោយដែលចេញពីគាត់វាថាលាហើយសម្លាញ់ចាស់គាត់លឺពាក្យហ្នឹងគាត់លឺក្នុងចិត្តគាត់លាហើយសម្លាញ់ចាស់ពីព្រោះអរិយនេះឯងធ្វើបាបគាត់អស់រយៈពេលជាយូរក្រោយពីថ្ងៃនោះគ្រឿងស្វឹងឈប់គាត់លែងមានចិត្តចង់ផឹកតទៅទៀតចិត្តឆេវឆាវទៅបាត់ឥឡូវប្រពន្ធគាត់មានប្តីថ្មីប៉ុន្តែមនុស្សដដែលនៅក្នុងកម្មវិធី Revival
ពួកគេអង្គុយនៅជាប់គ្នាដូចទឹមការថ្មីអញ្ចឹងគេកាន់ដៃគ្នារហូតហើយខ្ញុំមើលទៅដូចទឹមរៀបការអញ្ចឹងហើយមិនត្រឹមតែប៉ុណ្ណឹងជំងឺសាឡាក់ក៏ទៅបាត់ព្រះយេស៊ូវយាងមកដើម្បីដោះយើងឲ្យរួចហើយឲ្យយើងមានសេរីភាពប្រកបមែនជំនឿគ្រីស្ទបរិស័ទគឺពិតត្រង់ព្រះយេស៊ូវពិតត្រង់ហើយពេលព្រះយេស៊ូវដោះអ្នកឲ្យរួចលោកអ្នកអាចចូលទៅក្នុងគ្រប់ទាំងការល្អដែលជាសេចក្តីសន្យារបស់ព្រះសម្រាប់លោកអ្នកហើយព្រះយេស៊ូវបានទិញមកឲ្យលោកអ្នកអាចចូលទៅកន្លែងមួយដែលមានសុខសាន្តអំណរចេស្តាជាជំនះភាពបរិបូរណ៍ព្រះគុណការគប់បតីកម្លាំងនិងព្រះពរពេលលោកអ្នកជាប់ចំណងលោកអ្នកមិនអាចទទួលការទាំងនោះបានទេព្រោះលោកអ្នកជាប់ចំណងក្នុងគុកជាគុករបស់អារក្សប៉ុន្តែពេលលោកអ្នកបានរួចលោកអ្នកអាចចូលទៅក្នុងគ្រប់ទាំងការល្អពីឋានសួគ៌ចឹងហើយបានជាខ្ញុំចង់ប្រកាសដំណឹងល្អដើម្បីប្រាប់មនុស្សអំពីព្រះយេស៊ូវគ្រីស្ទព្រោះខ្ញុំចង់ឲ្យមនុស្សទទួលព្រះពររបស់ទ្រង់សុភាសិតចំពុក16ខ32អ្នកណាដែលយឺតនឹងខឹងនោះវិសេសជាងអ្នកមានកម្លាំងខ្លាំងក៏វិសេសជាងអ្នកដែលឈ្នះយកបានទីក្រុងទៅទៀតតើខ្ញុំបានអានបទគម្ពីរនេះខ្ញុំសូមបញ្យល់លោកអ្នកចាំទេពីដំបូងខ្ញុំអានបទគម្ពីរច្រើនចេញពីសញ្ញាចាស់អំពីព្រះដោះយើងឲ្យរួចស្ដារយើងហើយព្រះហៅយើងថាជាមនុស្សសុចរិតហើយទ្រង់ប្រើយើងដើម្បីសង់ទីក្រុងដែលខូចបង់ព្រះនឹងប្រើយើងធ្វើជាប្រជាជននៃសេរីសញ្ញាដើម្បីសង់ឡើងវិញស្ដារឡើងវិញនៅទីក្រុងដែលខូចបង់តែសូមកុំច្រឡំថាជាទីក្រុងខាងសាច់ឈាមនេះឡើយខ្ញុំមិនចេះទេរឿងកិច្ចការសំណង់នោះព្រោះខ្ញុំមិនមែនជាជាងសង់ប៉ុន្តែអត្ថន័យនៃបទគម្ពីរទាំងនោះគឺខាងវិញ្ញាណតើទីក្រុងនោះជាអ្វីនៅក្នុងបទគម្ពីរទីក្រុងមានន័យថាជីវិតលោកអ្នកព្រះធៀបជីវិតមនុស្សទៅនឹងទីក្រុងយើងមានផ្នែកជាច្រើនក្នុងជីវិតយើងផ្នែកលុយកាក់ផ្នែកទំនាក់ទំនងផ្នែកការងារដូចជាទីក្រុងមួយមាន Belleville, Kirkland, Leawood មានផ្នែកជាច្រើនមនុស្សមិនល្អនៅមួយកន្លែងដូចជាទីក្រុងមួយមានផ្នែកខាងនេះមានផ្នែកខាងនោះគឺមានផ្នែកតំបន់ជាច្រើនមនុស្សក្រុមនេះរស់នៅកន្លែងនេះមនុស្សក្រុមមួយនោះរស់នៅកន្លែងនោះអញ្ចឹងយើងដូចជាទីក្រុងអញ្ចឹងប៉ុន្តែមនុស្សជាច្រើនមានទីក្រុងដែលខូចបង់ជីវិតរបស់គេបែកបាក់អាចបែកបាក់នៅក្នុងផ្នែកអាពាហ៍ពិពាហ៍រឿងថវិកាបណ្ដាសានៃភាពក្រីក្របរាជ័យក្នុងកិច្ចការងារដូរមិនចេះចប់មិនដែលបានជោគជ័យនៅក្នុងការងារនោះឬបរាជ័យក្នុងផ្លូវអារម្មណ៍គេមានអារម្មណ៍មិនល្អគេអាចចេញអំពីឪពុកម្ដាយដែលមានអេរីយ៉ាបតមិនល្អចឹងពួកគេរស់នៅទាំងមានចិត្តបែកបាក់ដូចជាទីក្រុងដែលបែកបាក់ឬគេកាត់ឡើងនៅក្នុងគ្រួសារដែលរប៉ាត់រប៉ាយគេរស់នៅទាំងមានចិត្តបែកបាក់ដូចជាទីក្រុងមិនដែលបានងើបឡើងសោះគេរស់នៅក្នុងទីក្រុងដែលខូចបង់ក្នុងជីវិតរបស់គេព្រះមិនសំដៅទៅលើការសង់អគារស្អាតដូចអគារនេះដូច្នោះទេតែព្រះចង់សង់ជីវិតលោកអ្នកទីក្រុងលោកអ្នកព្រោះអគារដូចនេះថ្ងៃមួយនឹងបាត់ទៅគ្មានទៀតតែទីក្រុងយើងជីវិតយើងនឹងនៅឋានសួគ៌អស់កលជានិច្ចដល់ហេតុនេះហើយយើងមិនចង់សង្កត់ធ្ងន់ច្រើនអំពីទ្រព្យសម្បត្តិទេត្រូវហើយយើងព្យាយាមរកឲ្យមានកៅអីល្អតែមិនមែនជាចំណុចផ្ដោតរបស់យើងទេចំណុចផ្ដោតគឺជីវិតលោកអ្នកវិញ្ញាណលោកអ្នកយើងចង់សង់ជីវិតលោកអ្នកយើងចង់ឲ្យព្រះប្រើយើងទាំងអស់គ្នាដើម្បីសង់គ្នាទៅវិញទៅមកដើម្បីសង់ទីក្រុងយើងមិនចង់ធ្វើជាមនុស្សបែកបាក់ព្រះចង់សង្គ្រោះយើងស្ដារយើងហើយសង់ជីវិតយើងឡើងវិញឲ្យបានជាកូនក្រមុំរបស់ព្រះគ្រីស្ទដ៏ស្អាតនោះហើយជាគោលបំណងដែលព្រះយេស៊ូវយាងមកក្នុងលោកនេះទ្រង់យាងមកក្នុងលោកនេះជាង 2000 ឆ្នាំមកហើយដើម្បីស្ដារជីវិតយើងឡើងវិញដើម្បីប្រើយើងចាក់ប្រេងតាំងយើងដើម្បីស្ដារជីវិតអ្នកដទៃឡើងវិញផងដែរនេះហើយជាផែនការរបស់ព្រះសម្រាប់មនុស្សជាតិតែយើងមានខ្មាំងសត្រូវហើយឈ្មោះវាគឺសាតាំងយើងមានសត្រូវទី2គឺនិស្ស័យបាបរបស់យើងផ្ទាល់សត្រូវទី3គឺជាប្រព័ន្ធរបស់លោកីយើងរស់នៅក្នុងពិភពលោកនិស្ស័យមានបាបហើយយើងប្រឈមនឹងអរិយ
សាតាំងពេលយើងចុះចូលនឹងសាតាំងពេលយើងចុះចូលនឹងអំពើបាបពេលយើងចុះចូលនឹងការរបស់លោកីអ្វីដែលកើតឡើងគឺយើងប្រឈមនឹងការបរាជ័យភាពក្រីក្របណ្ដាសាជំងឺសេចក្តីស្លាប់រោគាពុករលួយនិងគ្មានសេចក្តីសុខដែលហេតុនេះវាជាជំរឿលោកអ្នកថាតើលោកអ្នកឲ្យអរិយត្រួតត្រាលោកអ្នកឲ្យបាបត្រួតត្រាលោកអ្នកឬក៏ឲ្យប្រព័ន្ធលោកីត្រួតត្រាលោកអ្នកឬក៏លោកអ្នកចោះចូលចំពោះព្រះយេស៊ូវគ្រីស្ទនៅសុភាសិតចំពោះ4ខ23ចូលរក្សាចិត្តដោយអស់ពីព្យាយាមត្បិតអស់ទាំងផលនៃជីវិតសុទ្ធតែចេញពីក្នុងចិត្តមកលោកអ្នកជាអ្នកជ្រើសរើសដើម្បីការពារចិត្តលោកអ្នកដើម្បីកុំឲ្យលោកអ្នកចុះចូលចំពោះអរិយលោកអ្នកមិនចុះចូលនឹងនិស្ស័យបាបលោកអ្នកនិងប្រព័ន្ធលោកីការពារចិត្តលោកអ្នកចិត្តរបស់លោកអ្នកដូចជាទីក្រុងលោកអ្នកត្រូវការពារទីក្រុងលោកអ្នកហើយកុំបណ្ដោយឲ្យការអាក្រក់មកបំផ្លាញចិត្តលោកអ្នកព្រោះបើចិត្តលោកអ្នកខុសការអាក្រក់នឹងកើតឡើងដល់លោកអ្នកគឺវានឹងកំណត់គោលដៅជីវិតលោកអ្នកមិនអាចបន្ទោសព្រះទេមិនអាចបន្ទោសប្រពន្ធមិនអាចបន្ទោសប្តីឬគ្រូរបស់លោកអ្នកឡើយឬមិនអាចបន្ទោស iOS ហើយមិនអាចបន្ទោសគេឯងបានឡើយតែជាជំរឿសលោកអ្នកផ្ទាល់លោកអ្នកត្រូវធ្វើការជ្រើសរើសយ៉ូហានចំពុក10ខ10មានជំរឿស2ចោលគឺអរិយវាមកប្រយោជន៍តែនឹងលួចសម្លាប់ហើយបំផ្លាញតែខ្ញុំមកដើម្បីឲ្យគេមានជីវិតហើយឲ្យជីវិតនោះពេញបរិបូរណ៍តើផ្នែកណាមួយដែលលោកអ្នកជ្រើសរើសខាងព្រះយេស៊ូវជីវិតពេញបរិបូរណ៍ឬក៏រើសយកអរិយជាចោលមកសម្លាប់មកលួចបំផ្លាញសុខភាពអាពាហ៍ពិពាហ៍ទំនាក់ទំនងភាពជាឪពុកម្ដាយកូនចៅលុយកាក់ការងារវាមកសម្លាប់មកបំផ្លាញពន្ធកិច្ចលោកអ្នកនិងអ្វីៗទាំងអស់វាចូលចិត្តនឹងសម្លាប់លួចហើយបំផ្លាញសាតាំងវាមានការងារមានគោលបំណងរបស់វាគឺមកបញ្ឈប់ព្រះបញ្ឈប់មនុស្សរបស់ព្រះហើយបញ្ឈប់គោលបំណងរបស់ព្រះហើយបើយើងមិនដឹងពីអបាយកលវាទេព្រួញពឹសរបស់វាមកទោះនឹងលោកអ្នកអាចនឹងធ្លាក់ចូលអន្ទាក់ដោយមិនដឹងខ្លួនហើយចូលទៅក្នុងបញ្ហាធំនេះហើយជាការងាររបស់ខ្ញុំគឺបង្រៀនលោកអ្នកដើម្បីពញាក់លោកអ្នកឲ្យភ្ញាក់ឡើងវ៉ាវនេះគឺជាព្រួញពឹសលោកអ្នកត្រូវតែតយុទ្ធនេះគឺជានុយបើអរិយវាប្រើនុយដូចជាសូកូឡាអៃស្គ្រីមពេលខ្លះខ្ញុំអាចបរាជ័យដែរព្រោះខ្ញុំចូលចិត្តបង្អែមអញ្ចឹងបើវាប្រើបង្អែមខ្ញុំប្រហែលជាចូលចិត្តនិយាយលេងទេវាប្រើនុយដើម្បីឲ្យយើងត្របាក់ដើម្បីឲ្យយើងមានបញ្ហាយើងត្រូវតែចេះការពារខ្លួនយើងត្រូវតែចេះជ្រើសរើសការត្រឹមត្រូវដើម្បីកុំឲ្យចូលទៅក្នុងល្បិចកលរបស់វាគម្រោងការនិងគោលបំណងវាប្រហាររបស់វានិងរបៀបធ្វើកិច្ចការចឹងហើយបានជាព្រះគម្ពីរចែងថាចូលពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះអេពីសូតចំពុក6ខ10ជាចុងក្រោយបងប្អូនខ្ញុំហើយចូលរឹងមាំនៅក្នុងព្រះម្ចាស់និងប្រជាស្ដារនៃឥទ្ធិឫទ្ធិរបស់ទ្រង់ចុះខ្ញុំចង់ឃើញសមាជិករបស់ខ្ញុំនៅទីនេះឈរមាំមិនមែនជាគ្រីបោស័តទុនខ្សោយលោកអ្នកត្រូវរឹងមាំដោយប្រជាស្ដាររបស់ព្រះគ្រប់គ្នាធ្វើដៃជាមាំតើលោកអ្នករឹងមាំទេខ្ញុំអធិដ្ឋានឲ្យលោកអ្នករឹងមាំលោកអ្នកមិនមែនជាគ្រីបោស័តទុនខ្សោយខ12ត្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេគឺតយុទ្ធនឹងពួកគ្រប់គ្រងពួកមានអំណាចពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីនេះហើយតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅឋានសួគ៌ដែរទោះជាលោកអ្នកដឹងឬមិនដឹងតែយើងកំពុងតែស្ថិតនៅក្នុងសង្គ្រាមខាងវិញ្ញាណរាល់ពេលវេលារហូតដល់តែយើងលាចាកលោកនេះដរាបណាលោកអ្នករស់នៅលើផែនដីនេះលោកអ្នកស្ថិតនៅក្នុងសង្គ្រាមខាងវិញ្ញាណហើយអរិយវាធ្វើគ្រប់យ៉ាងដើម្បីឲ្យលោកអ្នកឈឺចាប់សម្លាប់បំផ្លាញលោកអ្នកលួចពីលោកអ្នកវាធ្វើការលើសម៉ោងលោកអ្នកមិនទាំងដឹងផងអញ្ចឹងហើយបានជាគ្រីស្ទបរិស័ទយើងត្រូវតែអប់រំហើយយល់ដឹងនៅអ្វីដែលកំពុងកើតឡើងអ្វីដែលអរិយព្យាយាមធ្វើដាក់យើងដើម្បីឲ្យយើងអាចការពារខ្លួនហើយអាចនឹងយកឈ្នះសង្គ្រាមខាងវិញ្ញាណយើងមានសត្រូវហើយបើយើងមិនប្រុងស្មារតីទេយើងដេកលក់ខាងវិញ្ញាណអ្វីក៏ដោយចុះអរិយវានឹងបានដៃហើយវាព្យាយាមបំផ្លាញជីវិតខាងវិញ្ញាណរបស់លោកអ្នកចឹងហើយបានជាយើងត្រូវសកម្មរវាចូលរួមតាមក្រុមសិក្សាព្រះគម្ពីរអធិដ្ឋានអានគម្ពីរទៅពិហាយើងមិនអាចបែបកើសេឡា
មិនក៏វាមិនទៅអរិយវាមើលមកលោកអ្នកហើយវាសប្បាយចិត្តធាក់លោកអ្នកហើយលោកអ្នកនឹងធ្លាក់ចូលក្នុងបញ្ហាលោកអ្នកត្រូវភ្ញាក់ដឹងខ្លួនឬវាអាមែនលោកអ្នកត្រូវធ្វើចំណែកលោកអ្នកព្រោះអរិយវាមានផែនការខ16បន្ថែមនឹងសេចក្តីទាំងនេះចូលយកជំនឿទុកជាខែលដែលអ្នករាល់គ្នាអាចនឹងរំលត់អស់ទាំងព្រួញឆេះរបស់អាកំណាចដោយសារខែលនោះយើងត្រូវមានជំនឿដើម្បីតយុទ្ធទាស់នឹងសត្រូវខែលនៃជំនឿប្រកាសហើយការទទួលខុសត្រូវនៃក្រុមជំនុំរបស់យើងគឺជួយលោកអ្នកឲ្យសង់ជំនឿរបស់លោកអ្នកចង់ឲ្យលោកអ្នកកាន់តែមានជំនឿឡើងមិនចង់ឲ្យលោកអ្នកខ្សោយឲ្យលោកអ្នកមានភាពក្លាហានមានជំនឿនឹងតយុទ្ធទាស់នឹងសត្រូវពេលខ្ញុំមានរបួសក្បាលជង្គង់កាលពីថ្ងៃអាទិត្យមុនពីដំបូងខ្ញុំបាក់ទឹកចិត្តមែនទែនខ្ញុំមានអារម្មណ៍អស់សង្ឃឹមអូតើខ្ញុំនឹងអធិប្បាយយ៉ាងម៉េចទៅថ្ងៃនេះព្រោះអីត្រូវដើរខ្ញើចហើយសូម្បីតែលើកជើងដើរតាមជណ្ដើរនឹងក៏ពិបាកដែរហើយខ្ញុំមានកម្មវិធីមួយឬពីរទៀតដែលត្រូវធ្វើហើយខ្ញុំត្រូវតែដាស់ខ្លួនឯងឡើងទេខ្ញុំត្រូវតែមានជំនឿឈឺនេះត្រូវតែថយចេញដោយការអស្ចារ្យរបស់ព្រះអ្នកគ្រូដាក់ដៃលើជង្គង់ខ្ញុំហើយថាយើងបង្គាប់ក្នុងព្រះនាមព្រះយេស៊ូវត្រូវតែចេញដើម្បីឲ្យខ្ញុំអាចបំពេញការងារបានឡើងវិញខ្ញុំប្រកាសបទគម្ពីរនិខមនាងជំពូក23ខ25ខ្ញុំចូលចិត្តដកស្រង់សេចក្តីសន្យារបស់ព្រះបើឯងបម្រើអញនឹងឲ្យពរដល់អាហាររបស់ឯងទឹកដែលឯងផឹកយើងនឹងដកជំងឺរបស់ឯងចេញហើយព្រះក៏ឆ្លើយតបខ្ញុំប៊ូមឈឺទៅបាត់ខ្ញុំមានជំនឿខ្ញុំតយុទ្ធដោយជំនឿហើយខ្ញុំត្រូវស្គាល់ព្រះបន្ទូលព្រះអេពីសូតជំពូក6ខ17ចូលទទួលការសង្គ្រោះទុកជាមួកសឹកនិងដាវរបស់ព្រះវិញ្ញាណដែលជាព្រះបន្ទូលរបស់ព្រះបងប្អូនប្រុសស្រីហើយហេតុអីក៏ខ្ញុំបង្រៀនឈុតនេះដល់លោកអ្នកលើសវិសេសជាងអ្នកមានជាជំនះហើយចូលដល់ប្រធានបទមួយគឺការប្រកាន់ខឹងព្រោះយើងនឹងសិក្សាព្រះបន្ទូលរបស់ព្រះជាមួយគ្នាឲ្យចេះការពារខ្លួនយើងពីនុយរបស់សាតាំងនេះការប្រកាន់ខឹងគឺជានុយជាបង្អែមដ៏ឆ្ងាញ់ជាអាយស្គ្រីមសម្រាប់ខ្ញុំខ្ញុំចូលចិត្តបង្អែមនេះវាដឹងពីរបៀបចាប់លោកអ្នកវាមាននុយដើម្បីបំផ្លាញលោកអ្នកត្រូវដឹងជីវិតគ្រីស្ទបរិស័ទរបស់យើងមិនមែនជាគណៈពេលមួយក្នុងមួយថ្ងៃហើយចប់នោះទេយើងបន្តរស់នៅលើផែនដីនេះរាប់ឆ្នាំរហូតដល់យើងមានអាយុស្កប់នៅលើផែនដីអាច120ឆ្នាំអូខេលោកអ្នកនឹងមិនស្លាប់ជាឆាប់ទេលោកអ្នកមិនស្លាប់ដោយមហារីកគឺលោកអ្នកនឹងរស់នៅអាយុវែងអញ្ចឹងជីវិតគឺជាដំណើរមួយជីវិតគេបោះសត្វជាដំណើរមួយក្នុងដំណើរនេះយើងត្រូវបន្តលូតលាស់បន្តពេញវ័យបន្តលូតលាស់ក្នុងជំនឿយល់ដឹងពីប្រាជ្ញាដែលស្រឡាញ់ដោយព្រះចេស្តាគឺយើងនៅតែបន្តលូតលាស់ផ្លាស់ប្រែឲ្យកាន់តែប្រសើរឡើងហើយប្រសើរឡើងតែពេលជាមួយគ្នាអរិយវាព្យាយាមបញ្ឈប់យើងអាចវាទាញយើងចេញពីព្រះទាំងស្រុងខ្ញុំបានឃើញមនុស្សនិយាយថាទេចំពោះព្រះយេស៊ូវក្រោយពេលគេទៅព្រះវិហារបានមួយរយៈក្រោយបន្តិចមកគេបាយអត់ជឿព្រះយេស៊ូវទៀតទេទៅបាត់ខ្ញុំបានឃើញមនុស្សដែលនៅជឿព្រះយេស៊ូវតែចេញពីវិហារហើយមិនដែលវិលមកវិហារវិញទេតាមពិតការដ៏គួរឲ្យសោកសៅមួយក្នុងចិត្តរបស់ខ្ញុំក្នុងនាមជាបរិសុទ្ធមួយរូបដែលមកពីអាស៊ីខ្ញុំឃើញបរិសុទ្ធក្មេងៗអាមេរិកជាច្រើនខ្ញុំមិនដែលនិយាយទៅកាន់ស្ត្រីទេពួកខ្ញុំអត់និយាយទៅស្ត្រីខ្ញុំនិយាយទៅបរិសុទ្ធមានបរិសុទ្ធអាមេរិកក្មេងៗជាច្រើននៅអាមេរិកអាយុ30ទៅ50ឆ្នាំអញ្ចឹងគួរឲ្យសោកស្ដាយដែលពួកគេជាច្រើននិយាយថាពួកគេធំឡើងនៅក្នុងព្រះវិហារឥឡូវនេះគេជាបតិចព្រះហើយមូលហេតុមួយដែលបរិសុទ្ធទាំងនេះឈប់ជឿព្រះដែលសំបីតែគេធំឡើងនៅវិហារក៏ដោយនោះគឺនុយរបស់អរិយសាតាំងនេះហើយនុយនោះឈ្មោះប្រកាន់ខឹងកើតឡើងឲ្យទីក្រុងនោះបែកបាក់ឬក៏យើងកំពុងតែសង់ទីក្រុងនោះប៉ុន្តែពេលដែលប្រកាន់ខឹងចូលមកយើងក៏ឈប់សង់ហើយយើងដើរចេញកាលបើការប្រកាន់ខឹងនោះចូលមកយើងមិនជួយអ្នកដទៃឲ្យសង់ឡើងវិញ
នៅទីក្រុងដែលបែកបាក់ព្រោះអីខ្ញុំបាននិយាយអំពីទីក្រុងបែកបាក់កាលពីចាប់ផ្ដើមដំបូងគឺដើម្បីជាសេចក្តីផ្ដើមណែនាំឲ្យលោកអ្នកយល់អំពីសាច់រឿងទាំងមូលនៅទីនេះប្រកាន់ខឹងសូមមើលទៅកាន់អ្វីដែលព្រះយេស៊ូវមានបន្ទូលនៅលូកាជំពូក17ខ1ដល់ខ2ព្រះអង្គមានប្រៀបបន្ទូលទៅពួកសិស្សថាសេចក្តីល្បួងដែលនាំឲ្យធ្វើបាបប្រកាសជាត្រូវមកតែវេទនាដល់អ្នកណាដែលបង្កើតហេតុនោះឡើងឥឡូវនេះខ្ញុំបដូរប្រយោគនេះបន្តិចដើម្បីឲ្យយល់សេចក្តីល្បួងដែលនាំឲ្យធ្វើបាបដែលត្រូវមកវេទនាដល់អ្នកណាដែលបង្កើតឲ្យមានការប្រកាន់ខឹងបើខ្ញុំនិយាយឲ្យសាមញ្ញការប្រកាន់ខឹងនឹងកាត់ឡើងរហូតគ្មានការលើកលែងមកជានិច្ចចូលមកជានិច្ចវានឹងមកលោកអ្នកជៀសវាងអត់ផុតតែវេទនាហើយដល់អ្នកណាដែលបង្កើតហេតុនោះឡើងប្រសិនបើគេយកថ្មត្បាល់កិនយ៉ាងធំទៅចងកអ្នកនោះទម្លាក់ទៅក្នុងសមុទ្រនោះមានប្រយោជន៍ដល់អ្នកនោះជាជាងទុកឲ្យនៅធ្វើហេតុនាំឲ្យកូនតូចណាមួយរវិតចិត្តក្នុងនាមជាគ្រូកងវិលបើខ្ញុំចាប់ផ្ដើមលេងសើចនៅទីនេះហើយបោកប្រាស់ឬក៏ធ្វើអ្វីមួយយ៉ាងមិនត្រឹមត្រូវឬខ្វះក្រមសីលធម៌ខ្ញុំនឹងធ្វើឲ្យមនុស្សជាច្រើនឈឺចាប់ធ្វើឲ្យមនុស្សចេញពីព្រះវិហារហើយគេដើរចេញពីជំនឿខ្ញុំត្រូវការពារជីវិតខ្ញុំមិនចង់ឲ្យព្រះជាម្ចាស់យកថ្មត្បាល់កិនមកព្យួរកកខ្ញុំហើយបោះទៅក្នុងសមុទ្រជ្រៅនោះទេព្រោះអីខ្ញុំធ្វើឲ្យមនុស្សជាច្រើនចំពប់ដួលហើយដើរចេញពីជំនឿក្នុងនាមជាឪពុកខ្ញុំប្រយ័ត្នប្រយែងជីវិតខ្ញុំព្រោះខ្ញុំមិនចង់ឲ្យកូនរបស់ខ្ញុំនៅពេលដែលគេធំឡើងហើយគេថាបាយបាយព្រះយេស៊ូវបាយបាយពប៉ាខ្ញុំអាក្រក់គាត់មានពុតអូនៅពីហៀគាត់ថាហាឡេលូយ៉ាតែនៅផ្ទះសំពងម៉ែខ្ញុំមិនចង់បានចឹងទេខ្ញុំមិនចង់ធ្វើឲ្យកូនរបស់ខ្ញុំធ្លាក់នរកទេនៅនាមជាប្តីជាវិជ្ជាបណ្ឌិតខ្ញុំចង់ឲ្យប្រកាសថាខ្ញុំមិនមែនជាអ្នកដែលនាំការចំពប់ចិត្តដល់មនុស្សឡើយមានផ្នែកពីរនៃការប្រកាន់ខឹងមួយគឺជាអ្នកដែលនាំឲ្យមានការប្រកាន់ខឹងហើយមួយទៀតគឺជាអ្នកដែលត្របាក់លុយនៃភាពប្រកាន់ខឹងហើយអ្នកក៏មានអារម្មណ៍ខឹងផ្លូវណាក៏ដោយយើងគួរតែជៀសវាងហេតុអីក៏ព្រះយេស៊ូវមានបន្ទូលថាការខឹងនេះឯងវាជៀសមិនផុតទេឥឡូវនេះខ្ញុំសូមអាននិយមន័យអំពីពាក្យប្រកាន់ខឹងសូមបង្ហាញនៅលើ slide និយមន័យនៃពាក្យប្រកាន់ខឹងទី1ទង្វើនៃការបំពានឬការខកខានមិនបានគោរពច្បាប់កិច្ចព្រមព្រៀងនៃក្រមសីលធម៌អំពីច្បាប់វិន័យវិធានឬអំពើខុសច្បាប់បើខ្ញុំនិងអ្នកគ្រូដាយើងមកជាមួយនឹងអាពាហ៍ពិពាហ៍របស់យើងដែលយើងមានការដោះស្រាយជាមួយគ្នាអូខេលោកគ្រូឡាវលោកមិនគួរនឹងចេញទៅទទួលទានអាហារនៅខាងក្រៅជាមួយស្ត្រីម្នាក់ទៀតផ្សេងឡើយអូខេខ្ញុំនឹងមិនទៅខ្ញុំនឹងមិនបំពានច្បាប់នោះទេបើខ្ញុំចេញទៅខ្ញុំតាក់ទងនឹងស្ត្រីម្នាក់ដែលជាមនុស្សផ្ទុយភេទរាល់ពេលខ្ញុំបំពានច្បាប់ហើយនៅក្នុងអាពាហ៍ពិពាហ៍ខ្ញុំបំពានដល់គាត់ខ្ញុំធ្វើឲ្យគាត់ខឹងលោកអ្នកយល់ពាក្យខ្ញុំទេទី2ជាការដែលបង្កើតភាពបំពាននៅអ្វីដែលត្រូវបានវិនិច្ឆ័យថាជាការត្រឹមត្រូវឬជាធម្មតាឧទាហរណ៍បើអ្នកឈរចាំនៅកន្លែងចតឡានប្រាប់ថាសូមកុំចតទីនេះសម្រាប់អ្នកពិការហើយអ្នកថាខ្ញុំអត់ខ្វល់ខ្ញុំនឹងចតនៅកន្លែងអ្នកពិការលោកអ្នកធ្វើឲ្យមានការទាស់ចិត្តលោកអ្នកបំពានច្បាប់មួយទៀតអត្ថន័យមួយទៀតអំពីការទាស់ចិត្តការរំខានឬការអាក់អន់ចិត្តកើតឡើងដោយការប្រមាថមើលងាយឬការមិនយកចិត្តទុកដាក់លើខ្លួនឯងឬលើស្តង់ដារឬគោលការណ៍ណាមួយខ្ញុំសូមជូនឧទាហរណ៍មួយខ្ញុំបានធ្វើឲ្យទំនាស់ចិត្តដល់ស្ត្រីអាមេរិកម្នាក់ប៉ុន្តែបើគាត់ជាអ្នកជំងឺដែលខ្ញុំព្យាបាលខ្ញុំកំពុងតែអង្គុយនៅក្នុងផ្ទះមួយនេះជារឿងពិតហើយនាងចាប់ផ្ដើមមកព្រះវិហាររបស់យើងជាមួយប្តីនាងនេះយូរមកហើយដូចជា30ឆ្នាំមកហើយនៅក្នុងផ្ទះនោះនាងចាប់ផ្ដើមចែកចាយអំពីការជួបលំបាករបស់នាងអំពីបងប្អូននាងអូបងប្អូនខ្ញុំធ្វើឲ្យខ្ញុំឈឺចាប់ហើយក្នុងនាមជាវិជ្ជាបណ្ឌិតខ្ញុំរៀនមិនចង់ឲ្យមានតាក់ទិនជាមួយនឹងអារម្មណ៍មនុស្សទេព្រោះបើអ្នកជំងឺប្រាប់ខ្ញុំថាអូខ្ញុំជឿជាកែអូហើយក៏ភ្ជាប់ជាមួយនឹងអារម្មណ៍ខ្ញុំមិនអាចធ្វើជាដុកទ័រសម្រាប់អ្នកជំងឺនោះទេខ្ញុំត្រូវការពារចិត្តខ្ញុំនឹងមើលទៅឲ្យបញ្ហាហើយដោះស្រាយបញ្ហាខ្ញុំមិនភ្ជាប់ជាមួយអារម្មណ៍ទេ
ចឹងមានន័យថាខ្ញុំត្រូវបង្ហាត់ខ្លួនបែបនោះឯងហើយពេលដែលគាត់ចែកចាយខ្ញុំធ្វើមុខខ្ញុំមិនព្យាយាមភ្ជាប់ខ្លួនទៅនឹងបញ្ហានេះជាមួយនឹងអារម្មណ៍នាងទេក្រោយពីនឹងទៅគាត់ចាក់ចេញពីវិហារហើយក្រោយមកខ្ញុំឮថាខ្ញុំទំនាស់ចិត្តដល់គាត់ដែលខ្ញុំមិនបានបង្ហាញអារម្មណ៍ខ្ញុំខ្ញុំរំខានគាត់ព្រោះឯខ្ញុំមិនបានសម្ដែងថាអូមែនឬអូសោកស្ដាយមែនតើលោកអ្នកអើយទោះជាលោកអ្នកជាមនុស្សគ្រប់លក្ខក៏ដោយស្ត្រីគ្រប់លក្ខក៏ដោយគង់តែមានការទំនាស់ចិត្តគេដែរខ្ញុំនិយាយមែនគឺលោកអ្នកមិនគ្រប់លក្ខលោកអ្នកនៅតែមានបាបលោកអ្នកនៅតែទោសចិត្តគេពេលខ្លះលោកអ្នកទោសចិត្តគេដោយការដឹងខ្លួនដោយមានបំណងអូខេក៏ដើរចូលមកខ្ញុំនឹងដើរចេញហើយអ្នកនោះមានអារម្មណ៍ថាលោកអ្នកទំនាស់ចិត្តដល់គេគឺធ្វើដោយមានបំណងអូអាចមិនមែនដោយចិត្តប៉ងលោកអ្នកទៅព្រះវិហារដោយយប់មិញដេកមិនលក់មកយប់លោកអ្នកអស់កម្លាំងលោកអ្នកដើរកាត់បងប្រុសដានីហើយបងដានីរំពឹងថាលោកអ្នកញឹមដាក់គាត់និយាយថាហើយតែលោកអ្នកមិនបាននិយាយថាហើយព្រោះលោកអ្នកងុកងុយហើយបងប្រុសដានីក៏មានអារម្មណ៍អន់ចិត្តអូក៏អត់មាននិយាយថាហើយដាក់ខ្ញុំទេយើងទាំងអស់ជាមនុស្សជាតិយើងមិនគ្រប់លក្ខយើងមានកំហុសទោះបីជាយើងមិនបានធ្វើខុសប៉ុន្តែអ្នកដទៃរាប់ថាខុសក៏មានដែរអញ្ចឹងហើយបានជាហៅថាការរំខានការអន់ចិត្តដែលនាំមកនៅការយល់ឃើញថាជាការប្រមាថឬក៏មិនគោរពដល់គេពេលខ្លះខ្ញុំប្រាប់លោកអ្នកពីការពិតព្រោះខ្ញុំជាមនុស្សពេលខ្លះខ្ញុំដើរទៅកាន់ក្មេងជំទង់អាយុ15ហើយខ្ញុំថាហើយសុខសប្បាយហើយក្មេងនោះមិនទាំងមើលមុខខ្ញុំផងខ្ញុំមានអារម្មណ៍អន់ចិត្តភ្លាមវ៉ាវខ្ញុំនិយាយហើយទៅអ្នកហើយអ្នកមិនទាំងងើបមើលមុខខ្ញុំផងមិននិយាយតបមកខ្ញុំប៉ុន្តែព្រោះតែខ្ញុំដឹងគោលការណ៍នេះខ្ញុំយកនុយចេញពីមាត់ខ្ញុំបោះចោលខ្ញុំនឹងមិនអន់ចិត្តជឿខ្ញុំចុះការអន់ចិត្តនឹងកើតឡើងដល់លោកអ្នកមិនថាលោកអ្នកអាយុប្រមាណមានប៉ុណ្ណាក្រប៉ុណ្ណាទោះបីជាលោកអ្នកចេះដឹងខ្ពង់ខ្ពស់ឬក៏មិនសូវចេះដឹងមិនថាលោកអ្នកនិយាយភាសាអ្វីឬចេញមកពីវប្បធម៌ណាមិនថាលោកអ្នកចាស់ឬក្មេងឬអ្វីក៏ដោយអ្នកជឿថ្មីជឿចាស់លោកអ្នកនឹងអន់ចិត្តក្នុងផ្លូវណាមួយមិនខានទី3សកម្មភាពនៃការវាយប្រហារនរណាម្នាក់ឬក៏អ្វីមួយនោះក៏ជានិយមន័យផងដែរអំពីពាក្យទំនាស់ចិត្តព្រះយេស៊ូវមានបន្ទូលថាកុំនាំការទំនាស់ចិត្តដល់ក្មេងតូចណាទៅជាក្មេងតូចនោះអាចជាក្មេងតូចអាចជាគ្រីស្ទបរិស័ទមិនទាន់ពេញវ័យគ្រីស្ទបរិស័ទទន់ខ្សោយអស់អ្នកដែលគ្មានស្ថិរភាពក្នុងជំនឿគ្រីស្ទបរិស័ទពេញវ័យពិបាកនឹងធ្វើឲ្យអន់ចិត្តពេលលោកអ្នកពេញវ័យឡើងខាងវិញ្ញាណលោកអ្នករឹងមាំមនុស្សធ្វើអាក្រក់ដល់លោកអ្នកមិនទទួលលោកអ្នកនៅតែស្រឡាញ់នៅតែអធិដ្ឋានឲ្យគេតែពេលដែលអ្នកខ្សោយមិនពេញវ័យនៅជាគ្រីស្ទបរិស័ទក្មេងខ្ចីពេលមានអ្វីកើតឡើងលោកអ្នកខឹងហើយលោកអ្នកចេញពីវិហារមនុស្សជាច្រើនចេញពីវិហារនេះព្រោះគេទទួលការអន់ចិត្តមកដាក់ក្នុងចិត្តហើយគេក៏បាត់ឱកាសបម្រើបាត់ឱកាសនឹងធ្វើការធំថ្វាយព្រះព្រោះគេមានអារម្មណ៍ទាស់ចិត្តគឺជាអបាយកលរបស់សត្រូវចូលប្រយ័ត្នគ្រប់គ្នាថាខ្ញុំមិនទទួលការអន់ចិត្តខ្ញុំមិនមានអារម្មណ៍អន់ចិត្តយ៉ាកុបជំពូក1ខ21ដល់ខ22ហេតុនេះចូលទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នាដូច្នេះចូលលះចោលអស់ទាំងអំពើស្មោកគ្រោកនិងអំពើគំរក់ទាំងប៉ុន្មានចេញចឹងកុំឲ្យតេតិននឹងការទាស់ចិត្តចូលទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នាដោយចិត្តសុភាពត្បិតព្រះបន្ទូលអាចនឹងសង្គ្រោះព្រលឹងរបស់អ្នករាល់គ្នាចូលប្រព្រឹត្តតាមព្រះបន្ទូលទៅកុំគ្រាន់តែស្ដាប់ហើយបញ្ឆោតខ្លួនឯងប៉ុណ្ណោះនោះឡើយក្រោយពីលោកអ្នករៀនឈុតនេះហើយដែលមានសេចក្តីបង្រៀន4ឬ5សូមអនុវត្តអ្វីដែលលោកអ្នករៀននោះគឺទទួលស្គាល់ថាការទំនាស់ចិត្តហើយសូមកុំទទួលការទំនាស់ចិត្ត2ករិនថូសជំពូក5ខ7ត្បិតយើងដើរដោយជំនឿមិនមែនដោយមើលឃើញទេតើមានន័យម៉េចយើងដើរដោយជំនឿធ្វើម៉េចដើម្បីឲ្យបានជំនឿយើងស្គាល់ព្រះបន្ទូលយើងធ្វើតាមព្រះបន្ទូលមិនមែនដោយការមើលឃើញ
មើលឃើញមានន័យថាអ្វីដែលយើងអាចឃើញអាចមានអារម្មណ៍រឿងសំខាន់ព្រះគម្ពីរប្រាប់ថាកុំឲ្យដើរតាមអ្វីដែលភ្នែកមើលឃើញអ្វីដែលអ្នកឮឬមានអារម្មណ៍នោះឡើយហេតុអីព្រោះអរិយវាចេះធ្ពក់លោកអ្នកចេះបញ្ឆោតនុយលោកអ្នកចេះតតាំងលោកអ្នកសម្លាប់លោកអ្នកហើយរបៀបដែលវាធ្វើគឺចូលឲ្យដល់អារម្មណ៍លោកអ្នកកាលបើអរិយវាធ្ពក់អារម្មណ៍លោកអ្នកបានហើយហាហាហាវាឈ្នះហើយឧទាហរណ៍បើខ្ញុំនិយាយអ្វីមួយខុសទៅកាន់ដាវីតហើយដាវីតក៏ប៉ះអារម្មណ៍ខ្ញុំខឹងគាត់ប៉ាអរិយចាប់គាត់បានចឹងលោកអ្នកត្រូវប្រយ័ត្នកុំដើរដោយអារម្មណ៍កុំដើរតាមអ្វីដែលមើលឃើញដើរដោយជំនឿថាស្រឡាញ់ខ្មាំងសត្រូវស្រឡាញ់លោកគ្រូឡាវគាត់មានកំហុសខ្ញុំមានកំហុសដោយការធ្វើឲ្យគាត់អន់ចិត្តតែស្រឡាញ់អត់ទោសដើរតាមគោលការណ៍ក្នុងព្រះគម្ពីរកុំដើរដោយអារម្មណ៍ចឹងហើយបានជាយើងត្រូវលូតលាស់សាតាំងវាជាអ្នកត្រួតត្រាសាតាំងវាជាមេបញ្ឆោតសាតាំងវាជាមេកុហកវាជាមេលបួងវាជ្រាបចូលសង្គមនិងក្រុមជំនុំដោយការទំនាស់ចិត្តអាចធ្វើឲ្យអ្នកសម្រេចចិត្តខុសនិយាយខុសឲ្យទំនាស់ចិត្តដល់នរណាម្នាក់ឬក៏លោកអ្នកទទួលការអន់ចិត្តវាធ្ពក់ជាប់ហើយថាខ្ញុំខឹងនឹងអ្នកខ្ញុំចេញពីពហិការលែងលះកាត់ឡើងដោយការទាស់ចិត្តមានច្រើនអូខ្ញុំមិនចូលចិត្តអញ្ចឹងបាយបាយលែងគ្នាទំនាស់ចិត្តអញ្ចឹងខាងផ្នែកយើងសូមកុំទំនាស់ចិត្តនរណាធ្វើល្អដល់ដៃគូធ្វើល្អនិយាយល្អកុំធ្វើឲ្យដៃគូទាស់ចិត្តដោយសកម្មភាពឬពាក្យសម្ដីជាមួយគ្នាខ្លួនលោកអ្នកផ្ទាល់កុំតបាក់យកនុយនៃការអន់ចិត្តព្រោះពេលខ្លះប្តីឬប្រពន្ធយើងធ្វើអ្វីមួយខុសព្រោះគាត់ក៏ជាមនុស្សដែរចឹងយើងកុំនាំការទំនាស់ចិត្តទៅដល់គេហើយក៏គួរកុំស៊ីនុយនៃការអន់ចិត្តពីនរណាដែរទាំងពីរផ្លូវច្បាស់អត់លោកអ្នកត្រូវលូតលាស់ការទំនាស់ចិត្តគឺជាការបំពុលរបស់សត្រូវនុយព្រួញឆេះនិងអបាយកលឬការវាយប្រហាររបស់សត្រូវយើងត្រូវដឹងខ្លួនហើយថាទេចំពោះការទំនាស់ចិត្តអស់មួយជីវិតយើងលោកអ្នកកុំទំនាស់ចិត្តនរណាម្នាក់ម៉ាថាយ18ខ7ដល់ខ8វេទនាដល់មនុស្សព្រោះតែហេតុដែលនាំឲ្យជំពប់វ៉ាវព្រះយេស៊ូវមានបន្ទូលប្រកបណាស់អំពីការទំនាស់ចិត្តវេទនាដល់មនុស្សលោកព្រោះតែហេតុនាំឲ្យជំពប់ដួលត្បិតឱកាសដែលនាំឲ្យជំពប់ដួលត្រូវតែមកតែវេទនាដល់អ្នកដែលនាំឲ្យមានហេតុជំពប់ដួលនោះប្រសិនបើដៃឬជើងរបស់អ្នកនាំអ្នកឲ្យជំពប់ដួលចូលកាត់វាចេញហើយបោះចោលឲ្យឆ្ងាយស៊ូឲ្យអ្នកចូលទៅក្នុងជីវិតគឺជីវិតអកាលជានិច្ចមានតែដៃម្ខាងឬជើងម្ខាងនោះប្រសើរជាងមានដៃពីរឬជើងពីរហើយត្រូវបោះទៅក្នុងភ្លើងដែលឆេះអកាលជានិច្ចព្រះបន្ទូលធ្ងន់កុំធ្វើឲ្យគេទាស់ចិត្តដោយមាត់ដោយដៃដោយភ្នែកអេរីយ៉ាបតកុំធ្វើការនោះប្រយ័ត្នមាត់នៅអ្វីដែលលោកអ្នកនិយាយថាតើពាក្យនោះទាស់ចិត្តគេឬអត់របៀបដែលអ្នកឆ្លើយតបដល់គេតើលោកអ្នកធ្វើឲ្យគេទាស់ចិត្តឬអត់ការបង្ហាញទឹកមុខលោកអ្នកប្រយ័ត្នខ្ញុំមិនដឹងអាមេរិកមិនទេតែនៅអាស៊ីវិញវប្បធម៌របស់យើងគឺចេញពីផ្ទៃមុខយើងដូចជាចិនធ្វើចឹងហ៎ខ្ញុំអត់ដឹងតែនៅថៃវិញតែងតែចេះខ្ញុំមិនដឹងថានៅអង់គ្លេសរបៀបនេះអត់ទេពាក្យជាភាសាអង់គ្លេសតែលោកអ្នកទំនាស់ចិត្តដល់គេពេលដែលលោកអ្នកឃើញនរណាម្នាក់ហើយធ្វើមុខមិនស្រួលដល់លោកអ្នកមានអារម្មណ៍ធ្វើឲ្យទឹកមុខលោកអ្នកពាក្យលោកអ្នកធ្វើម៉េចកុំឲ្យនាំការទំនាស់ចិត្តដល់គេសូមញញឹមទៅបើលោកអ្នកចង់នាំមនុស្សឲ្យស្គាល់ព្រះគ្រីស្ទកុំធ្វើឲ្យគេមានអារម្មណ៍ទាស់ចិត្តអូខេកុំទៅដល់ប្រាប់គេជាកលមុខណាប្រយ័ត្នណាអូ
បាយបាយព្រះយេស៊ូវខ្ញុំមិនចង់បានទ្រង់ទេព្រោះអ្នកចង្អុលមកខ្ញុំហើយនិយាយថាខ្ញុំនឹងធ្លាក់នរកកុំធ្វើបែបនោះចូលញញឹមកុំធ្វើដាក់គេដូច្នោះជួយធ្វើឲ្យគេមានអារម្មណ៍សប្បាយនេះហើយជារបៀបដែលចូលទៅឲ្យគេកុំធ្វើឲ្យគេអន់ចិត្តអាមែនទំនួលចិត្តក្នុងន័យព្រះគម្ពីរមានន័យថាខ្ញុំអានអត្ថន័យគម្ពីររុញនរណាម្នាក់ឲ្យចេញពីព្រះគ្រីស្ទទំនួលចិត្តមានន័យថាធ្វើឲ្យនរណាម្នាក់ឃ្លាតចេញពីព្រះគ្រីស្ទនៅរ៉ូមជំពូក14ខ20ដល់ខ21វ៉ាវដល់ពេលហើយខ្ញុំនឹងចប់នៅមិនយូរទេខ្ញុំមិនឲ្យយូរពេកទេមិនត្រូវបំផ្លាញកិច្ចការរបស់ព្រះព្រោះតែរឿងអាហារនោះឡើយតាមពិតអ្វីៗសុទ្ធតែស្អាតទាំងអស់តែជាពួកអ្នកណាដែលបរិភោគធ្វើឲ្យអ្នកដទៃជំពប់ដួលអ្នកនោះបែរជាអាក្រក់វិញគួរកុំបរិភោគសាច់ឬស្រាទំពាំងបាយជូរឬអ្វីដែលនាំឲ្យបងប្អូនអ្នកជំពប់ដួលឡើយដូច្នេះសាវកប៉ូលបានទូន្មានមនុស្សនៅចំនួននោះកុំឲ្យយករឿងអាហារធ្វើជារឿងធំដុំហើយបណ្ដាលឲ្យមនុស្សជំពប់ដួលឧទាហរណ៍អាចអ្នកខ្លះមិនជឿលើការបរិភោគសាច់ហើយពេលលោកអ្នកចូលទៅខ្ញុំអត់ខ្វល់អ្នកឯងខុសហើយអ្នកឯងបរិភោគសាច់ខ្ញុំបរិភោគសាច់អញ្ចឹងមិនចោះអ្នកអន់ចិត្តលោកអ្នកគួរគោរពគេអ្នកឯងបរិភោគសាច់ឬមិនបរិភោគអត់អីទេមិនអីទេសម្រាប់ខ្ញុំមិនបរិភោគអ្នកបរិភោគទៅមានរឿងអីធំដុំអញ្ចឹងកុំបង្កើតពីរឿងបរិភោគឲ្យទៅជារឿងទំនាស់ចិត្តនោះឡើយអាមែននៅពីនេះយើងមានអាហារសម្រន់ហើយលោកអ្នកខ្លះប្រហែលជាអត់ចូលចិត្តភីហ្សាលោកអ្នកចូលចិត្តប៊ុនខៀតនឿងលោកអ្នកចូលចិត្តសយ៉ចឹងពេលយកភីហ្សាមកហើយលោកអ្នកក៏គិតថាជារឿងធំដុំហេតុអីក៏ភីហ្សាហេតុអីក៏មិនធ្វើសយ៉លោកអ្នកដឹងថាសយ៉មកយ៉ាងណាអានឹងសយ៉វៀតណាមអានឹង spring roll វៀតណាមហើយលោកអ្នកខឹងលោកអ្នកទំនាស់ចិត្តព្រោះតែគេមិនចំអិនអាហារដែលអ្នកចូលចិត្តហើយលោកអ្នកក៏ធ្វើឲ្យគេអន់ចិត្តដោយពាក្យថាអាក្រក់កុំធ្វើអញ្ចឹងនេះជារឿងកុំធ្វើអញ្ចឹងនេះជារឿងកូនក្មេងរឹករបស់កូនក្មេងបើលោកអ្នកធំហើយញញឹមអរគុណដែលខំធ្វើភីហ្សានេះសម្រាប់ខ្ញុំមិនអីទេមិនជារឿងធំដុំទេអាហារមិនធំដុំទេចឹងហើយបានជាប៉ូលលោកទូនមាននៅទីនេះការទំនាស់ចិត្តនឹងកាត់ឡើងតែយើងមិនត្រូវធ្វើឲ្យទំនាស់ចិត្តគេហើយយើងក៏មិនត្រូវទទួលនុយនៃការអន់ចិត្តដែរមិនថាគេធ្វើអីខ្ញុំស្រឡាញ់អ្នកខ្ញុំអត់ទោសខ្ញុំឃើញការល្អរបស់អ្នកខ្ញុំឃើញការល្អក្នុងជីវិតអ្នកខ្ញុំមិនបដោតលើភាពទន់ខ្សោយរបស់អ្នកឬការខ្វះចន្លោះឬកំហុសដែលលោកអ្នកឆ្លោះឆ្លួយនោះទេខ្ញុំស្រឡាញ់អ្នកបើអ្នកដើរដោយតែស្រឡាញ់លោកអ្នកតែងតែអត់ទោសលោកអ្នកមិនទទួលនុយនោះជានុយអន់ចិត្តនៅឡើយព្រោះបើលោកអ្នកស៊ីនុយពុំវាប៉ះពាល់ចិត្តលោកអ្នកប៉ះពាល់ភ្នែកលោកអ្នកទំនាក់ទំនងអនាគតអ្វីទាំងអស់ខ្ញុំនឹកចាំពេលខ្ញុំមកអាមេរិកដំបូងមានដុកទ័រអាមេរិកច្រើនណាស់ទំនាស់ចិត្តខ្ញុំមិនភ្លេចទេថ្ងៃមួយនៅបន្ទប់ ICU នៅកន្លែងសង្គ្រោះបន្ទាន់មានអាមេរិកកាំងមៀតធំ3នាក់ដើរចូលមកហើយគាត់មើលមកខ្ញុំបរោះអាស៊ីនេះជានរណាមៀតល្អិតសក់ខ្មៅអូពេលនោះឯងដំបូងខ្ញុំគិតថាខ្ញុំខ្សែក្រវ៉ាត់ខ្មៅ3ជាន់ខ្ញុំហោះរំលងក្រែអ្នកជំងឺនឹងដាក់លើហើយនេះអារម្មណ៍ខ្ញុំអញ្ចឹងអ្នកឯងមើលងាយខ្ញុំប្រកាន់ពូជសាសន៍ខ្ញុំតែរំពេចនោះព្រះថាងប់កុំទំនាស់ចិត្តរឿងនេះអីខ្ញុំញញឹមដាក់គេហើយដុកទ័រនេះដុកទ័រនោះខ្ញុំជាពេទ្យវះកាត់ខួរក្បាលហើយគេជាពេទ្យវះកាត់ឆ្អឹងហើយក្រោយពី 4-5 ខែដុកទ័រទាំងអស់នៅមន្ទីរពេទ្យ Havel ស្រឡាញ់ខ្ញុំព្រោះខ្ញុំមិនព្រមទំនាស់ចិត្តខ្ញុំតែងតែស្រឡាញ់គេតែងតែញញឹមជួយខ្ញុំដែលចូលមកក្នុងបន្ទប់ ICU នៅថ្ងៃមួយគាត់ស្រែកដាក់ខ្ញុំជាមួយនៅមុខគ្រូពេទ្យទាំងឡាយហើយព្រះរំលឹកថាកុំទទួលយកកុំទទួលអត់ទោសគាត់ស្រឡាញ់គាត់គោរពគាត់លើកមុខគាត់អស់មួយជីវិតអ្នកគាត់ជាចៅហ្វាយអ្នកគាត់ឲ្យការងារអ្នកខ្ញុំអោនក្បាលគោរពក្រោយពីនោះមកគាត់ស្រឡាញ់ខ្ញុំ
គាត់ចូលចិត្តខ្ញុំសិស្សដែលគាត់ចូលចិត្តជានយោជករបស់គាត់ព្រោះខ្ញុំមិនដាក់ការអន់ចិត្តនេះជារបៀបកុំព្រមអន់ចិត្តអាមែន Hallelujah ទំនុកចិត្តនឹងកាត់ឡើងបើលោកអ្នកទុកការអន់ចិត្តអ្វីដែលកាត់ឡើងបន្ទាប់គឺមានការមិនអត់ទោសបើមិនខ្វល់ពីរឿងការមិនអត់ទោសបើអ្នកមិនខ្វល់ពីរឿងល្វីងជូរទេបន្ទាប់មកទៀតឬនៃការល្វីងជូរនឹងចូលជ្រៅទៅក្នុងចិត្តជ្រៅឡើងហើយអ្វីបន្ទាប់ដែលកាត់ឡើងហេព្រើរជំពូក12ខ15ហេព្រើរ12ខ15ចូលប្រយ័ត្នប្រយែងក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះបើលោកអ្នកដើរក្នុងភាពជូរល្វីងហើយមិនអត់ទោសលោកអ្នកនឹងមិនទទួលព្រះគុណព្រះទេកុំឲ្យមានឬល្វីងជូរចត់ណាពន្លកឡើងដែលបណ្ដាលឲ្យកាត់រឿងរ៉ាវហើយដោយសារការនោះមនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោកបើលោកអ្នកបដោយឲ្យការអន់ចិត្តប៉ះពាល់លោកអ្នកការមិនអត់ទោសចិត្តល្វីងជូរដោលឡើងហើយចាក់ឫសកាន់តែជ្រៅហើយចូលទៅក្នុងចិត្តហើយទីបំផុតអ្នកនឹងមានបញ្ហាអាពីបែកបាក់លែងលះឪពុកម្ដាយកោងកាចដាក់កូនលែងគ្រប់ឪពុកម្ដាយទៀតចៅវាយไปឈប់ការងារអ្នកលែងចូលចិត្តអ្នកទៀតព្រោះអ្នកមានអេរិយាបថអាក្រក់ភាពស្មោកគ្រោកបញ្ហានឹងចូលមកពាក្យស្មោកគ្រោកឬសៅមងនៅទីនេះមានន័យថាមិនសមនឹងប្រើលោកអ្នកនឹងមិនមានផលិតភាពតទៅទៀតមិនត្រូវសមនឹងប្រើសម្រាប់លោកអ្នកឡើយជីវិតលោកអ្នកនឹងលែងមានផលិតភាពលោកអ្នកអាចបាត់បង់ការងារអាចបាត់បង់អាពាហ៍ពិពាហ៍បាត់បង់កូនលែងនិយាយដល់អ្នកព្រោះអ្នកជូរល្វីងខ្លាំងនៅខាងក្នុងព្រោះតែអ្នកស៊ីនុយជាការអន់ចិត្តអញ្ចឹងយើងនឹងបន្តប្រហែលជាអាទិត្យក្រោយខ្ញុំនឹងមិនប្រាប់ថាពេលណាតែខ្ញុំមានសេចក្តីអធិប្បាយ5ទៀតអំពីការទំនាស់ចិត្តខ្ញុំនឹងចូលឲ្យពិស្ដារអំពីរឿងទំនាស់ចិត្តនេះជាក្រុមជំនុំអន្តរជាតិងាយនឹងការអន់ចិត្តណាស់នៅព្រះវិហារនេះឧទាហរណ៍លោកអ្នកមកពីអាស៊ីហើយបងប្អូនអាមេរិកកាំងម្នាក់ដើរចូលមកហើយសុខសប្បាយទេអោបអ្នកហើយអ្នកថាអូវ៉ាវស្ត្រីមិនអាចអោបបានទេដូចខ្ញុំនេះអត់ត្រូវអោបទេវប្បធម៌ខ្ញុំអត់អោបទេជារឿងឆ្លើយចំពោះខ្ញុំអ្នកមានអារម្មណ៍ទាស់ចិត្តយ៉ាងមែនអត់ព្រោះយើងមានវប្បធម៌ខុសគ្នាអញ្ចឹងយើងអាចទំនាស់ចិត្តគ្នាងាយខ្ញុំដឹងថាចិនគឺឥតខ្ចោះអត់ដែលធ្វើឲ្យណាអន់ចិត្តគ្នាទេតែបើថៃដូចខ្ញុំនេះប្រហែលជាធ្វើឲ្យចិនអន់ចិត្តព្រោះខ្ញុំធ្វើអ្វីមួយតាមរបៀបខុសនៅចំពោះភ្នែកលោកអ្នកដូច្នេះសូមប្រឡែងការនេះទៅកុំតបាក់នុយសាតាំងឡើយខាន់ចប់កុំបណ្ដោយអារម្មណ៍លោកអ្នកឲ្យមានអារម្មណ៍អន់ចិត្តសោះឡើយញញឹមជានិច្ចសប្បាយស្រឡាញ់មានជំនឿគួរឲ្យរាប់អានដល់មនុស្សប្រឡែងចេញមនុស្សតែងតែខុសមិនអីទេខ្ញុំនឹងបន្តធ្វើល្អដាក់អ្នកគឺអញ្ចឹងឯងអាមែនយើងនឹងរៀនថែមទៀតហើយយើងនឹងមើលទៅគំរូក្នុងព្រះគម្ពីរដែលការទំនាស់ចិត្តកើតឡើងនៅក្នុងព្រះគម្ពីរតោះយើងអធិដ្ឋានព្រះវរបិតាអរព្រះគុណទ្រង់ណាស់ដែលបង្រៀនព្រះបន្ទូលដល់យើងខ្ញុំសូមប្រទានហើយបង្រៀនយើងពីប្រធានបទមួយដ៏សំខាន់អំពីជីវិតអំពីការទំនាស់ចិត្តព្រះបិតាយើងខ្ញុំដឹងថាសាតាំងវាមកប្រយោជន៍ទៅនឹងលួចសម្លាប់ហើយបំផ្លាញយើងខ្ញុំហើយវាប្រើនុយរបស់វាដើម្បីបំផ្លាញជីវិតយើងខ្ញុំហើយយើងមិនចង់ត្របាក់នុយនេះទេឲ្យជីវិតយើងមានបញ្ហាជីវិតស្មោកគ្រោកគ្មានប្រសិទ្ធភាពដែលអាចនឹងដើរចេញហើយបាត់បង់សេចក្តីសង្គ្រោះព្រះម្ចាស់អើយយើងខ្ញុំនឹងមិនអនុញ្ញាតឲ្យអរិយនិយាយមកយើងខ្ញុំឡើយថាព្រះធ្វើឲ្យយើងអន់ចិត្តព្រះគម្ពីរទំនាស់ចិត្តយើងឬមនុស្សទំនាស់ចិត្តយើងនឹងមិនត្របាក់នុយទំនាស់ចិត្តនោះឡើយយើងនឹងរស់នៅដោយសុខសាន្តអំណរស្រឡាញ់អត់ទោស
អស់មួយជីវិតនៃយើងខ្ញុំសូមឲ្យប្តីប្រពន្ធក្នុងបន្ទប់នេះបិតាអើយកុំឲ្យគេទំនាស់ចិត្តគ្នាដោយពាក្យសម្ដីប្រសិនបើយើងមានកំហុសក្នុងនាមជាប្តីយើងនឹងប្រែចិត្តភ្លាមហើយសូមឲ្យទ្រង់អត់ទោសហើយយើងនឹងផ្លាស់ប្ដូររបៀបដែលយើងនិយាយហើយរស់នៅដោយប្រព្រឹត្តនឹងប្រពន្ធរបស់យើងខ្ញុំប្រពន្ធក្នុងបន្ទប់នេះបិតាអើយយើងនឹងធ្វើការដូចគ្នានេះយើងនឹងមិនទំនាស់ចិត្តប្តីយើងខ្ញុំឡើយយើងនឹងមិនទំនាស់ចិត្តដល់កូនយើងខ្ញុំឡើយកូនយើងខ្ញុំឪពុកម្ដាយយើងខ្ញុំព្រះម្ចាស់អើយសូមជួយយើងខ្ញុំឲ្យរឹងមាំហើយកុំឲ្យចុះចូលនឹងអារម្មណ៍នៃការអន់ចិត្តសោះឡើយសូមជួយយើងខ្ញុំយើងនឹងចម្រើនឡើងក្នុងផ្នែកនេះហើយសូមឲ្យសេចក្តីបង្រៀននេះបន្តឲ្យបន្តរាប់ឆ្នាំសម្រាប់ជំនាន់ក្រោយៗអ្នកដែលចូលមកព្រះវិហារហើយស្ដាប់សេចក្តីបង្រៀននេះព្រះម្ចាស់អើយខ្ញុំឃើញម្ដងហើយម្ដងទៀតមនុស្សមានកំហុសធំការសម្រេចចិត្តខុសព្រោះតែគេបានត្របាក់នុយរបស់សាតាំងជានុយអន់ចិត្តហើយជីវិតគេក៏លែងមានប្រសិទ្ធភាពទៀតហើយគេរស់នៅទាំងសេចក្តីជូលវីងយ៉ាងវេទនាគេរស់នៅទាំងកំហឹងនិងភាពមួម៉ងអូព្រះម្ចាស់អើយសូមជួយឲ្យយើងខ្ញុំដឹងខ្លួនរវាហើយស្គាល់ពីអ្វីដែលត្រូវធ្វើដើម្បីឲ្យយើងមានផលផ្លែនិងប្រសិទ្ធភាពសម្រាប់ព្រះរាជរបស់ព្រះយើងខ្ញុំអរព្រះគុណទ្រង់ណាស់ក្នុងព្រះនាមដ៏អស្ចារ្យគឺព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះយេស៊ូវលោកអ្នករៀនបានខ្លះទេលោកអ្នកនឹងយកទៅអនុវត្តទេអាមែនសូមប្រាប់អ្នកនៅក្បែរថាខ្ញុំអត់ទោសឲ្យអ្នក Hallelujah ព្រះអង្គម្ចាស់សពហត្ថីណាស់ដែលលោកអ្នកស្រីឃ្លានការរបស់ព្រះហើយស្ដាប់សេចក្តីបង្រៀននេះរហូតដល់ទីបញ្ចប់ហើយខ្ញុំជឿថាលោកអ្នកជាអ្នកប្រព្រឹត្តតាមព្រះបន្ទូលខ្ញុំចង់អានសេចក្តីសន្យារបស់ព្រះនៅគម្ពីរសុភាសិតជំពូក27ដល់ខ29ការកោតខ្លាចព្រះធ្វើឲ្យអ្នកមានអាយុវែងហើយផ្លូវរបស់ព្រះម្ចាស់គឺជាកម្លាំងដល់មនុស្សទៀងត្រង់ដូច្នេះបានជាខ្ញុំជឿថាលោកអ្នកកោតខ្លាចព្រះលោកអ្នកស្វែងរកព្រះហើយចង់ធ្វើការរបស់ព្រះទ្រង់នឹងប្រទានពរលោកអ្នកហើយធ្វើឲ្យលោកអ្នកមានអាយុយឺនយូរទ្រង់ប្រោសលោកអ្នកការពារលោកអ្នកពីការគ្រោះថ្នាក់និងពីទុក្ខទោសទាំងប៉ុន្មាននៅក្នុងលោកនេះសូមព្រះម្ចាស់គង់ជាមួយលោកអ្នកអរគុណច្រើនសូមព្រះប្រទានពរព្រះចាក់បង្ហូរភ្លើងរបស់ទ្រង់នៅថ្ងៃបុណ្យទី50ហើយទ្រង់នៅតែបើកទ្វារឋានសួគ៌បង្ហូរភ្លើងរបស់ទ្រង់ក្នុងជំនាន់របស់យើងសូមភ្លើងនៃព្រះម្ចាស់បញ្ឆេះនៅក្នុងលោកអ្នកនាំភាពស្រស់បោះដល់ជីវិតលោកអ្នកចាត់លោកអ្នកឲ្យចេញទៅប្រកាសដំណឹងល្អអំពីព្រះម្ចាស់យេស៊ូវគ្រីស្ទសូមទ្រង់ប្រើលោកអ្នកជាអ្នកដែលនាំភ្លើងរបស់ព្រះអង្គសូមព្រះម្ចាស់ប្រទានប្រេងតាំងហើយសូមឲ្យភ្លើងនៃព្រះបានបញ្ឆេះបញ្ចូលរាល់ថ្ងៃក្នុងជីវិតលោកអ្នកហើយព្រះអង្គចាស់នឹងបានកើងឡើងតាមរយៈលោកអ្នកសូមព្រះគុណនៃព្រះធ្វើការក្នុងជីវិតលោកអ្នកហើយឲ្យលោកអ្នកមានផលផ្លែហើយលោកអ្នកនឹងមានរង្វាន់ជាច្រើននៅឋានសួគ៌សូមព្រះម្ចាស់ទ្រង់កើងឡើងតាមរយៈជីវិតលោកអ្នក